Hello សួស្តីអ្នកទាំងអស់គ្នាចូលជាមួយខ្ញុំបាទ Face ម៉ាំងបាទថ្ងៃនេះយើងនឹងបន្តសម្រាប់សាច់រឿង Handy Song Return from Hell របស់យើងទាំងអស់គ្នាចូលសាច់រឿងរបស់យើងតែម្ដងទៅយើងបានឮសំឡេង Handy Song ប្រើ Scary Cover ទៅជួយ Neri ច្រើនម្នាក់នៅបន្ទាប់មកក៏បានស្ទុះទៅយ៉ាងលឿនបើការវាប្រហារទៅកាន់បិសាចមួយនោះតែម្ដងនាងមានការវាផ្អើលជាខ្លាំងដោយសារតែល្បឿនរបស់ Handy Song យ៉ាងលឿនពេក Harin បានដើរកាត់នាងបន្ទាប់មកនាងបានប្រាប់ Neri ច្រើនម្នាក់នេះថាសូមសម្រាប់បន្តិចសិនទៅទុករឿងនេះឲ្យពួកយើងជាអ្នកដោះស្រាយសៀងយានបានប្រើ Scam បណ្ដាសាដាក់លើបិសាចមានធម៌ទាំងអស់នោះឈោយន្តក៏បានប្រើក្រកំភ្លើងរបស់នាងបើការវាប្រហារផងដែរចំណែកឯសេងបានប្រើកញ្ញាមខ្លាបើការវាប្រហារទៅកាន់មានធម៌មួយនោះជាមួយនឹងដងសោបានប្រើកណាប់ដៃរន្ទះរបស់គេក៏បើការវាប្រហារទៅផងដែរមើលទៅបិសាចមានធម៌ទាំងអស់នោះមិនមានកន្លោជាមួយនឹងក្រុម KK របស់យើងនោះទេយើងបានឃើញពីពីងមនុស្សយន្តបានប្រើអ្វីនោះទេចាក់ចូលទៅក្នុងមានធម៌មួយនោះវាគឺជាស្នាដៃរបស់ហាន់យ៉ងមានបន្ទុះមួយនៅក្រោយក្នុងហាន់យ៉ងយើងបានឃើញបិសាចមានធម៌ថ្នាក់អេវាមកដល់កន្លែងមួយនេះផងដែរពីរនាក់នេះបានភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាហេតុអ្វីបានជាវាពោពេញដោយភ្លើងបែបនឹងបិសាចមានធម៌ថ្នាក់អេមួយនោះបានបើកការវាប្រហារទៅកាន់អ្នកទាំងពីរតែម្ដងមិនចាំយូរនោះទេពួកគេបានគិតផងដែរព្រោះខ្លាចងាប់បាទមើលទៅកម្លាំងរបស់វាក៏មិនធម្មតាផងដែរចំណែកអ្នកទាំង3ក៏បានបើកបារៀការពារផងដែរបាទអ្នកទាំងពីរបាយមិញនេះបានរើមកក្រោយក្នុងអ្នកទាំង3បាត់ទៅហើយព្រោះសារតែវាខ្លាំងពេកមើលទៅកាន់ពួកគេដូចជាស្លន់អីបាទព្រោះដោយសារតែបារៀរបស់ពួកគេជិតខូចខាតហើយឈោយន្តបានប្រាប់ឲ្យអ្នកទាំងអស់គ្នាថាឆាប់បើកការវាប្រហារទៅកាន់ពួកគេវិញទៅដែលពួកគេភ្លេចពីវត្តមានរបស់ Handy Song របស់យើងឈរឡើងអែមតែម្ដងបាទគ្មានទឹកក្បាលណាមរៀលពេលនេះទៅនារីចិនស្គាល់ទូឯករបស់យើងថាគឺជា Handy Song បានស្ទុះចូលទៅជាមួយនឹងដាវរបស់គាត់បិសាចមានធននោះឃើញបែបហ្នឹងក៏បានបើកការវាប្រហារទៅកាន់ Handy Song ផងដែរ Handy Song របស់យើងប្រើតែដៃមកជាងក៏ទប់ជាប់បិសាចមានធននោះបានបញ្ចេញភ្លើងចេញពីដៃរបស់វាហើយនិយាយថាតិចទៀតអ្នកនឹងខ្លាចជាផែនៅក្រោមភ្លើងរបស់យើងហើយ Handy Song របស់យើងឆ្ងល់ជាខ្លាំងព្រោះអីគាត់មិនអាចស្ដាប់បិសាចនោះនិយាយបានបិសាចនោះបានក៏វា Handy Song ខ្ទប់នឹងអាគារមួយតែម្ដងបិសាចនឹងមានការជឿជាខ្លាំងក្រៅពីបានវាយ Handy Song របស់យើងទៅខ្ទប់នឹងអាគារឈោយន្តបានប្រើកំភ្លើងរបស់នាងបើការវាប្រហារទៅកាន់បិសាចមានធម៌មួយនោះសម្រាប់អ្នកទាំងអស់គ្នាតែម្ដងទៅថាក្រោកកំភ្លើងរបស់នាងមានធម៌ពលជាងហេតុនេះហើយទើបធ្វើឲ្យនាងអាចបាញ់បិសាចបានក្រោកកំភ្លើងរបស់ឈោយន្តមិនមានប្រសិទ្ធភាពជាមួយវានោះទេព្រោះអីវាបានប្រើភ្លើងរបស់វាការពីនឹងក្រោកកំភ្លើងមួយនោះ Handy Song បានប្រើស្គីរបស់គាត់បញ្ជូនបិសាចមួយនោះទៅឋាននរកជាមួយគាត់តែម្ដងឃើញបែបនឹងសេងមានការងឿឆ្ងល់ជាខ្លាំងហើយសួរដងសូថាតើពួកគេទៅទីណាបាត់ហើយដងសូបានប្រាប់ថាមិនចាំបាច់ឆ្ងល់នោះទេ Handy Song ធ្វើបែបនេះកុំឲ្យបិសាចមួយនោះរត់បិសាចមានធម៌ថ្នាក់អេសនោះបានមកដល់ក្នុងប្រាសាទសិប្បនិមិត្តបាត់ទៅហើយប្រព័ន្ធបានចេញមកឲ្យ Handy Song របស់យើងសម្រាប់វាត្រឹមតែមួយចលនាតែប៉ុណ្ណោះមិនចាំយូរ Handy Song បានដើររបស់គាត់ជាមួយនឹងស្គីមួយដែលមានឈ្មោះថាកិត្តិនាមភ្លើងនៅរក់ចំហើយនៃស្គីរបស់គាត់ស្ទើរតែខ្លាំងមែនតែយើងអាចមើលបានបិសាចនោះបានរលាយខ្លួនស្លាប់ខ្លាចជាផេះតែម្ដងការសម្លាប់បិសាចមានធម៌នឹងទទួលបាន1លានពិន្ទុដែលអត្រាផ្លាស់ប្ដូររាងកាយទៅជា Demon God វាមាន 99% Handy Song បានឆ្ងល់ថាតើគាត់ត្រូវចំណាយបន្ទុករបស់គាត់ទាំងអស់មែនទេដើម្បីធ្វើឲ្យគាត់ខ្លាចជា Demon God មុនពេលដែលថៃឋាននោះរស់ឡើងវិញនៅកន្លែងនេះយើងបានឃើញប្លង់ជាក្រៅរួមទាំងគ្រូចាប់ខ្មោចមួយផងដែរគាត់កំពុងតែបូជាប្លង់ទាំងអស់នោះទៅកាន់ថៃឋានពេលនោះគាត់ត្រូវបានចាត់ទម្លុះខ្លួនដោយ Handy Song របស់យើងមកពីក្រោយគាត់ក៏បានយកដៃទៅតែធ្លាក់ចានរបស់គាត់ចេញពីដៃផងដែរពេលនោះគាត់រៀនបិទភ្នែកទៅហើយព្រឹត្តិការណ៍ចម្លែកក៏បានកើតឡើងដែលធ្វើ Handy Song របស់យើងក៏លែកមើលជុំវិញខ្លួនផងដែរពេលនោះគាត់មានការភ្ញាក់ផ្អើលព្រោះបានឃើញដៃថៃឋានប៉ុណ្ណានៃតែម្ដងវាបានមកស្រូបយកប្លង់មនុស្សទាំងអស់នោះច្របាច់ចូលក្នុងដៃរបស់វាតែម្ដងហើយវាក៏បានចាក់ចេញទៅវិញកន្លែងដែល Handy Song នៅពោពេញទៅដោយភាពខ្មៅងងឹតតែម្ដងហើយក៏បាននិយាយថាគាត់តែអាចចាក់ចេញទៅបានមែនទេក្រៅពីបានស៊ីចំណីរបស់ឯងគាត់ក៏បានប្រើដាវរបស់គាត់បើការវាប្រហារទៅផងដែរប៉ុន្តែវាមិនមែនប្រសិទ្ធភាពនោះទេដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាវាមិនដំណើរការដៃថៃឋានមួយនោះក៏បានប្រទានអំណាចទៅកាន់គ្រូចុកខ្មោចម្នាក់នោះផងដែរក្រៅពីបានសិទ្ធអំណាចដែលធ្វើឲ្យគេញ័រខ្លួនជាខ្លាំងហើយធ្លាក់ចានចេញពីដៃរបស់គេផងដែរពេលនេះកន្លែងក៏បានស្ថិតមកភាពដើមវិញ Handy Song បានឆ្ងល់ថាបរិះដែលបានទទួលសិទ្ធអំណាចពីថៃឋានម្នាក់នោះវាមានកម្លាំងខ្លាំងប៉ុណ្ណាបិសាចមួយនោះក៏បានបែកខ្លួនមករក Handy Song របស់យើងផងដែរហើយនិយាយថាឯងត្រៀមខ្លួនស្លាប់ហើយទៅវាបានស្រែកគំរោកទៅ Handy Song បន្ទាប់មកវាបានស្ទុះទៅវាប្រហារ Handy Song របស់យើងតែម្ដងប៉ុន្តែក៏បានស្ទុះបាត់ភ្លាមមកដល់កន្លែងវាហើយចាប់ក្បាលរបស់វាអុកទៅនឹងថ្មតែម្ដងមុននឹងវាយយើងឯងសួរកណាប់ដៃរបស់យើងជាមុនសិនទៅក៏បានប្រើកណាប់ដៃរបស់គាត់សាប់អាបិសាចនោះឡើងហើមមុខហើមមាត់តែម្ដងត្រូវរបួសប៉ុណ្ណឹងនៅតែសម្ដីលយវាបាននិយាយថាខ្ញុំគឺជាចំណែកមួយនៃថៃឋានទោះបីខ្ញុំស្លាប់ក៏ដោយខ្ញុំក៏ត្រូវកើតឡើងវិញនៅកន្លែងថៃឋានផងដែរលើបែបនឹង Handy Song បានតបថាតើអ្នកគិត
ថាអ្នកអាចរស់ឡើងវិញដោយថៃឋានលោកបានមែនទេខ្ញុំគួរតែបញ្ជូនអ្នកទៅសួរសុខទុក្ខរ៉ូមែនជាមុនសិននៅកន្លែងរ៉ូមែនមានបានស្ដីជាខ្លាំងព្រុសអីអ្នកយាមគុកម្នាក់នោះកំពុងតែធ្វើទារុណកម្មគេបានងាកមកក្រោយហើយនិយាយថាសួស្ដីសមាជិកថ្មីហាន់ឌីសុងបានធ្វើដំណើរមកដល់កន្លែងក្រុមរបស់ខ្លួនវិញហើយឆោយួនបានប្រាប់ហាន់ឌីសុងផងដែរថាកែមួយនេះត្រូវបានសម្អាតហើយដងស្ទើបាននិយាយទៅកាន់សេងថាដូចតែខ្ញុំបាននិយាយអញ្ចឹងមិនបាច់ចាំព្រួយបារម្ភពីហាន់ឌីសុងនោះទេតើអ្នកឃើញទេសេងក៏បាននិយាយផងដែរថាប្រកាសណាស់មេបិសាចមួយនោះនឹងនៅទីកន្លែងមួយទៀតមានតែនារីចិននោះទេក៏ភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងថាហាន់ឌីសុងអាចសម្លាប់បុកតែម្នាក់ឯងបានមើលទៅកាន់ហាឌីននិងសៀងយៀនទៅកន្លែងណាឆ្លោះគ្នាកន្លែងនឹងតែម្ដងហាន់ឌីសុងបាននិយាយថាអ្នកទាំងអស់គ្នាសូមស្ដាប់ចាប់ពីពេលនេះតទៅយើងនឹងត្រូវការផ្លាស់ប្ដូរផែនការរបស់យើងចាប់ផ្ដើមឥឡូវនេះខ្ញុំនឹងសម្លាប់បុកហើយអ្នកទាំងអស់គ្នាទៅផ្ដោតអារម្មណ៍លើការជួយសង្គ្រោះអ្នកប្រមាញ់ផ្សេងទៀតលើបែបហ្នឹងអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាអ្នកចង់ឲ្យយើងផ្ដោតលើតែការជួយសង្គ្រោះតែមួយមុខតែប៉ុណ្ណោះហើយបុកនឹងបិសាចផ្សេងទៀតអ្នកគឺជាអ្នកសម្លាប់ហាន់ឌីសុងបានកើតក្នុងចិត្តថាយើងមិនត្រូវអនុញ្ញាតឲ្យថៃឋានម្នាក់នោះរស់ឡើងវិញបាននោះទេនៅកន្លែងអាប៉ែ live stream គេកំពុងតែ live stream និយាយពីព័ត៌មានហាន់ឌីសុងទៅកញ្ចប់បិសាចនៅប្រទេសចិនដែលគេខ្លាំងជាអ្នកសារព័ត៌មានទៅទៀតហាន់ឌីសុងទើបតែកញ្ចប់បិសាចនៅប្រទេសចិនរួចគេក៏បានទទួលព័ត៌មានភ្លាមតែម្ដងបាទមិនធម្មតានោះទេនៅដាសាយខាងក្នុងកែតយើងបានឃើញមនុស្សរួមទាំងឧបករណ៍ជាច្រើនផងដែរដែលពួកគេមានទំនាក់ទំនងជាមួយមនុស្សក្រៅភពទាំងអស់នោះយើងក៏បានឃើញអៃស្លែនចូលមកដាសាយមួយនោះផងដែរអៃស្លែនបានដើរចូលទៅទាហានទាំងអស់នោះក៏បានធ្វើការគោរពអៃស្លែនផងដែរហើយទាហានម្នាក់ក៏បានហៅឈ្មោះអៃស្លែនក៏បាននិយាយថាតើពូរបស់គេនៅឯណាដែលមនុស្សនៅខាងក្នុងជំរំពិតជាសប្បាយមែនតែដែលពួកគេមិនខ្វល់ជាមួយមនុស្សដែលនៅក្នុងពិភពលោកនោះទេព្រោះអីពួកគេមានទំនាក់ទំនងជាមួយនឹងមនុស្សក្រៅភពទាំងអស់នោះរួមទាំងប្រើកែគប់មកទីនេះផងដែរទាហានដែលនិយាយជាមួយនឹងអៃស្លែនបានមកប្រាប់អ្នកគ្រប់គ្រង WHA តែម្ដងហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាអៃស្លែនមកទីនេះអៃស្លែនកំពុងតែផឹកស្រាទំពាំងបញ្ជូរហើយគេកើតក្នុងចិត្តថាដោយការរំពឹងទុកវិមានផ្សេងទៀតមិនស្អាតនោះទេបងប្រុសរបស់គេបានដល់ចូលមកអៃស្លែនបានហៅបងប្រុសរបស់គេតែម្ដងដែលខ្ញុំច្រឡំហៅគាត់ថាពូអបាយមិញនេះអៃស្លែនបានសួរបងប្រុសរបស់គេថាប្រសិនបើយើងមិនចាស់ចេញពីផែនដីយើងក៏មានបញ្ហាដែរមែនទេគាត់មិនបានឆ្លើយតបនោះទេហើយបានសួរអៃស្លែនថាតើចង់មានន័យដូចម្ដេចនៅទោសខ្ចោយើងបានឃើញអ្នកប្រមាញ់មួយចំនួនបានដេកដួលអស់ដល់ទៅហើយមើលទៅកាន់ពួកគេហាក់បីដូចជានឿយហត់នឹងការប្រយុទ្ធជាមួយនឹងបិសាចខ្លាំងណាស់ចំណែកឯកងក្រុមរបស់គាត់ត្រូវរបួសជាខ្លាំងគាត់ក៏បានងាកក្រោយហើយប្រាប់កងក្រុមរបស់គាត់ថាសូមឲ្យចេញទៅទុកឲ្យគាត់ជាអ្នកបញ្ជាពេកកងក្រុមរបស់គាត់ក៏បានដកថយហើយពួកគេបានកាត់ក្នុងចិត្តថាសូមឲ្យ leader របស់គេនៅរស់រានមានជីវិតម៉ែក៏វិញក៏បានកាត់ផងដែរជីវិតរបស់គាត់ត្រូវបញ្ចប់នៅទីនេះហើយមើលទៅ